មិនទៅចានោះស្អាតហើយធំតលាយគួរចង់រស់នៅមែនតើមានទូរស័ព្ទហៅឡូលោកប្រធានលីដាចង់សម្លាប់ខ្លួនថ្មីហ្នឹងសូមលោកប្រធានបញ្ញាមកជាបន្តមិត្តនឹងខ្ញុំយើងបានរាប់គ្នាគ្រប់ពេលវេលាមិនដែលភ្លេចទេដូចជាបងប្អូនរួមផ្ទៃពុកម៉ែពេលដែលមានស្នេហ៍ឈួតលីទុកខ្ញុំដូចប្អូនតែបងនោះវិញមិនដេញមានចិត្តមានបំបែកស្នេហ៍ខ្ញុំទាំងខ្លួនមានគ្នាក្បត់សងសារឲ្យងាយចំណងប្អូនបងសងសារមិត្តចិត្តរស្យាប្រហាភក្តីស្ទើរមិនជឿសងយូរឆ្នាំខែថ្ងៃថាមិត្តអប្រិយប្រល័យសងខាខ្ញុំឈឺប៉ុណ្ណឹងមិនដឹងថានាងនោះឈឺប៉ុណ្ណាពេលប្រងសំណំស្មើនឹងសងខាក្បត់នាងរៀបការនឹងសងសាខ្ញុំខ្លួនមានសង្សារទៅហើយដែលឆក់ស្នេហ៍ខ្ញុំទាំងដឹងថាស្នេហ៍ខ្ញុំចំពុំមុំទំហំស្នេហ៍ធំប៉ុនផ្ទៃសាចំណែកមីរីទុកសោកខ្ញុំញីស្ទើរស្លាប់ទាំងឈោពេលប្រសម្លាប់បេះដូងស្មោះសរដូចមនុស្សថ្លង់កោស្ដាប់អ្វីប្រស្រីនេះគឺរឿងថ្មីមិនកាល័យទេខកចិត្តនឹងមិនខកចិត្តនឹងស្នេហ៍មិនគួរជឿទីក្នុងពេលតែមួយស្ទើរទ្រាំមិនបានដេកស្រង់កល្យានអូនទៅរួយតើដឹងទេស្ងួនថាបងទុករួយបេះដូងរលួយព្រោះស្នេហ៍សាមាប្រស្រីនេះគឺរឿងថ្មីមិនកាល័យទេ